កាលវគ្គមុនជំរាបសួរលោកក្មួយបងប្អូនទាំងអស់គ្នាជាទីគោរពនឹងដោយមេត្រីភាពកាលវគ្គមុនយើងបានចាប់ផ្ដើមពីអវិជ្ជាដែលអ្វីទៅដែលហៅអវិជ្ជានៅក្នុងបដិច្ចសមុបត្តិដែលជាធម៌ខ្លឹមដូចយើងបានឃើញហើយអវិជ្ជាគឺមានច្រើនហើយបន្ទាប់ពីអវិជ្ជាមកជាបច្ច័យឲ្យសង្ខារឥឡូវនេះយើងចូលមកសង្ខារម្ដងណាយើងស្គាល់អវិជ្ជាយើងឃើញសង្ខារតបមកឃើញតទៅទៀតបើយកឲ្យត្រឹមត្រូវមែនទែនក្នុងការធ្វើវិភាគបរមត្ថនៅពេលដែលយើងឃើញអវិជ្ជាមានឃើញអកុសលចិត្ត12យើងចេះតែដេញរហូតតើដល់ធាតុដើមវិញគឺអវិជ្ជានេះឯងនៃពុទ្ធលោកសំដែងពួកអវិជ្ជាជាធាតុដែលបំផុតនៃធម្មជាតិដែលមានជីវិតចំណែកឯធម្មជាតិមិនមានជីវិតនេះឧបមាថាយើងរកហេតុបច្ច័យនៃទុក្ខយើងហេតុបច្ច័យនៃទុក្ខហេតុបច្ច័យនៃទុក្ខនៅមកថាហេតុបច្ច័យនៃទុក្ខយើងឃើញអីមួយហើយយើងរកហេតុបច្ច័យបន្តតរហូតទៅដល់របស់ដែលតូចបំផុតគឺកលបៈអត់មានអ្វីទៅមុខទៀតបានទេនឹងហើយថាឲ្យយល់ដល់សភាវៈតាំងពីធំរហូតដល់តូចបំផុតយ៉ាងណាមិញបើសិនជាយើងធ្វើដេញតាមរហូតពីចិត្តទីកុសលចិត្ត12ទៅយើងច្បាស់ជាទៅដល់អវិជ្ជាហើយប៉ុន្តែនេះយើងចេញពីអវិជ្ជាមកដល់អកុសលចិត្ត12ហើយបើយើងដេញតទៅទៀតនឹងវិលត្រឡប់មកដល់អវិជ្ជាវិញដដែលប៉ុន្តែបើដាក់ផ្លូវខុសគឺច្បាស់ជាងវិញគឺនៅក្នុងព្រៃព្រះធម៌ដ៏ធំធេងឥឡូវនេះយើងចូលមកដល់មុននឹងចូលដល់សង្ខារយើងមើលកន្លែងនេះបន្តិចណាកុំឲ្យហួសហេតុអីបានជាគេចែកបដិច្ចសមុបត្តិហ្នឹងជាខណ្ឌជាខណ្ឌណាដូចបងគាត់បានសូត្រហើយបានដូច្នេះយើងចាប់ពីអវិជ្ជាទៅទៀតចូលដល់សង្ខារយើងមើលកន្លែងហ្នឹងសិនណាគេចែកជាប្រមាណគឺជាសង្ខេបទី1គឺទី1គឺអតីតជាតិណាអតីតជាតិដែលមានកិលេសហើយនឹងកម្មគឺជាអវិជ្ជាកម្មគឺជាសង្ខារហើយតែអន្ធានេះគឺកាលខ្ញុំទៅដឹងដែរទេពីមុនសួស្ដីទៅអន្ធានេះគឺកាលអតីតអន្ធាណាដូច្នេះគេចែកជាកាលចែកជាសង្ខេបចែកជាអន្ធាចំណែកសន្តិដែលអវិជ្ជាហើយនឹងសង្ខារនេះបន្ទាប់មកបានទៅវិញ្ញាណអញ្ចឹងទៅសន្តិនេះគឺជាកន្លែងដំណគ្នាព្រោះថាកន្លែងហ្នឹងបើយើងគិតតាមវិថីចិត្តឬមួយក៏ចតិបដិសន្ធិក៏បានចតិជាវិបាក
បដិសន្ធិក៏វិបាកដូចគ្នាដូច្នេះអត់មានត្រូវជាមួយនឹងពាក្យចតិបដិសន្ធិអត់ត្រូវដូច្នេះវាមានដំណរមួយកន្លែងហ្នឹងដើម្បីថាមិននឹងជាកន្លែងហ្នឹងគឺធ្វើឲ្យតើយើងបើកមើលតទៅទៀតកន្លែងសន្ធិហ្នឹងដើម្បីឲ្យជាប់គ្នាកន្លែងសន្ធិហ្នឹងគឺជាវិបាកចិត្តដូចគ្នាគឺចតិក៏ជាវិបាកចិត្តបដិសន្ធិគឺជាវិបាកចិត្តដោយសារការមានបដូរផ្លាស់ចឹងឯងហើយបានជាគេដាក់សន្ធិបើយើងនិយាយទៅផ្លូវចិត្តវិញដែលបដូរផ្លាស់ពីកន្លែងមួយទៅនៅកន្លែងមួយហ្នឹងដូចជាវិបាកចិត្តទៅចិត្តណាជីវនចិត្ត7ហ្នឹងចន្លោះហ្នឹងគេដាក់កិរិយាណាកិរិយាចិត្តបានគេថានឹងដូរផ្លាស់ពីអ្វីមួយទៅអ្វីមួយពីជាតិណាពីជាតិអ្វីមួយទៅជាតិអ្វីមួយដូចដូរផ្លាស់ពីជាតិវិបាកដោយសារកិរិយាហ្នឹងជាអ្នកនៅកណ្ដាលហ្នឹងឲ្យទៅជាចិត្តដែលជាអកុសលឬកុសលសន្ធិហ្នឹងដែលខ្ញុំមិនទាន់បានបើតាមមើលយល់ខ្ញុំបានមិនទាន់មើលឯកសារគឺជាកន្លែងដែលភ្ជាប់ពីចតិនិងបដិសន្ធិដែលជាវិបាកហើយនឹងវិបាកដល់យើងមើលនៅក្នុងនេះវាទៅជាកម្មហើយនឹងវិបាកខុសពីធម៌ដែលយើងបានរៀនឥឡូវយើងមើលសង្ខារសង្ខារគឺជាកម្មសង្ខារអាចធ្វើថាភពកម្មភពក៏បានមួយកាមភពនេះកម្មភពភពដែលកើតឡើងដោយសារកម្មអវិជ្ជានៅកន្លែងកិលេសវាមានអវិជ្ជាតណ្ហាបាទានណាខាងពីរនឹងបើគិតជាកាលជាពេលណាគឺជាអតីតអន្តរចិត្តមុននឹងយើងឥឡូវអ្វីទៅហៅថាសង្ខារព្រះអង្គនឹងសម្ដែងសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យដោយសារមានអវិជ្ជានឹងឯងបានឲ្យមានសង្ខារបណ្ដាបច្ច័យទាំងនោះអវិជ្ជាតែដូចម្ដេចរួចហើយណាយើងមើលសង្ខារវិញទៅនោះអានេះរៀបរាប់ពីទុក្ខនេះសូត្រមកចប់កន្លែងនេះបានបញ្យល់ពី2ទៅបណ្ដាបច្ច័យហើយជាតើដូច្នេះយើងរួចហើយណាយើងបំបែកទៅជាតូចរួចអស់ហើយដូចជាការកើតឡើងនៃទុក្ខការមិនដឹងទុក្ខមិនដឹងអីចឹងណាហើយយើងបានអត្ថាធិប្បាយវិញទៅហៅថាទុក្ខណារួចហើយឥឡូវយើងមកមើលសង្ខារវិញបណ្ដាបច្ច័យាការទាំងនោះសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យតើដូចម្ដេចបញ្ញភិសង្ខារគឺសង្ខារដែលជាបុណ្យណាគឺអំពើដែលជាបុណ្យអបញ្ញភិសង្ខារអំពើដែលជាបើនិយាយឲ្យជាភាសាបាលីពីមុខគឺជាអកុសលសំទោសគឺជាកុសលអបញ្ញភិសង្ខារគឺជាអកុសលអនិច្ចភិសង្ខារកាយសង្ខារវិច័យសង្ខារចិត្តសង្ខារ
អានៃភិចិត្តសង្ខារនេះបាទចាំមើលទៅមុខទៀតនឹងរូបភូមិមាននៅសល់ឋានផ្សេងទៀតកាយសង្ខារវិជ័យសង្ខារចិត្តសង្ខារវិជ័យកាយសង្ខារគឺខ្យល់ដកដង្ហើមចេញចូលវិជ័យសង្ខារចិត្តសង្ខារខ្ញុំដូចបានមើលដូចនេះបើកដូចនេះបើកទុកហើយខ្ញុំបានអន្ធាកាល3ចឹងសង្ខារខ្ញុំដូចជាបើកហ្នឹងសរសេរទុកនៅកន្លែងហ្នឹងដែលមកបកប្រែនេះនៅធម្ម8ក្បាលគិតរឿងសង្ខារសិនមិនចឹងជ្រុកច្រឡំនេះសង្ខារវិជ័យសង្ខារយើងរកវិជ័យសង្ខារគឺវិតកៈវិចារៈហើយបើយើងអត់បើកដូចនេះបើកនៅវិវចនៈអនុក្រមមើលយើងមិនដឹងថាវិជ័យសង្ខារហ្នឹងជាវិតកៈវិចារៈមិនមែនតាមវាចាយណាគឺជាការគិតនៅក្នុងចិត្តចំណែកកាយសង្ខារគឺខ្យល់ដកដង្ហើមចិត្តសង្ខារគឺសញ្ញានិងវេទនានេះយើងដល់បើយើងគិតតាមដែលយើងគិតខុសបាត់គឺចិត្តតាមការពិតសញ្ញានិងវេទនាចិត្តសង្ខារហ្នឹងដូច្នេះអំបានមិញហ្នឹងយើងឃើញថាសង្ខារមានបញ្ញភិសង្ខារអបញ្ញភិសង្ខារភាសាបាលីមួយទៀតអានេះអត់ចង់បានហៅបានកាយសង្ខារវិជ័យសង្ខារនិងចិត្តសង្ខារនិងវិជ័យសង្ខារដូច្នេះមានប្រមាណរាប់មើលបញ្ញភិសង្ខារ1អបញ្ញភិសង្ខារ2 3 4 5 6មាន6នៅក្នុងនោះបណ្ដាសង្ខារទាំងនោះតើដូចមិនដេចចេតនាជាកុសលជាកម្មវចរនិងរូបវចរដែលសម្រេចដោយទានសម្រេចដោយសិលសម្រេចដោយភាវនា
លោកបញ្យល់ទៀតហើយគេថាសង្ខារទាំងអស់ណាតាមប្រមាណដែលយើងរៀបរាប់ដូចជាបណ្ដាសង្ខារទាំងនោះលោករាប់មួយបញ្ញាភិសង្ខារតើបញ្ញភិសង្ខារតើដូចម្ដេចគឺចេតនាជាកុសលណាចេតនានោះគឺចេតនាធ្វើអំពើល្អចិត្តណាធ្វើអំពើល្អចេតនាហ្នឹងគឺការដែលធ្វើអំពើល្អនៃពួកកាមណាពួកដែលថាយើងនិយាយកាមភពពួករស់នៅក្នុងភពកាមនិងរស់នៅក្នុងភពរូបដែលធ្វើដោយទានសិលហើយនឹងភាវនាយើងយល់ពាក្យនោះទៀតដែរណាស្អីទៅទានស្អីទៅសិលស្អីទៅភាវនាដើម្បីឲ្យយល់ពាក្យនោះទៀតជឿឈប់កន្លែងហ្នឹងហើយអាចរកឯកសារផ្សេងឬក៏វិវចនានុក្រមស្អីទៅទានស្អីទៅសិលស្អីទៅអ្វីទៅភាវនាគឺពាក្យមួយម៉ាត់ហ្នឹងគឺថាឲ្យយើងឲ្យយល់ដល់ទីបញ្ចប់របស់តែពាក្យហ្នឹងឯង